ថ្ងៃនេះរៀបចំខ្លួនរួចហើយក៏ឆ្លៀតពេលទៅសាលានិយាយទៅគឺទៅនឹងមិនមែនទៅអីទេអ្នកទាំងអស់គ្នាអើយគឺទៅសម្អាតថ្នាក់ហើយនឹងបោសសម្អាតទីធ្លាសាលាដោយសារតែជិតដល់ថ្ងៃចូលរៀនអញ្ចឹងហើយក៏ខាងលោកនាយកគាត់បានប្រាប់ពួកយើងនឹងឲ្យទៅសម្អាតហើយនេះគឺថាខ្ញុំបានថតនៅផ្លូវសកម្មភាពដែលខ្ញុំទៅនឹងដោយសារតែនិយាយទៅគឺវាអត់មានអីទេអ្នកទាំងអស់គ្នាអើយដោយសារតែខ្ញុំបានថតណែកន្លែងសំខាន់ទេគឺខ្ញុំបានថតទៅតិចទេអ្នកនរគ្នាដោយសារតែណាមួយខ្ញុំអត់សូវទម្លាប់ក្នុងការកាន់ថតហើយណាមួយទៀតខ្ញុំទៅម្នាក់ឯងអញ្ចឹងហើយគឺវាពិបាកមែនតើណាខ្លះផ្លូវវាកលេសហើយណាមួយទៀតផ្លូវជាតិអញ្ចឹងហើយខ្ញុំពិបាកមែនតើកាន់ដៃម្ខាងថតម្ខាងអញ្ចឹងទៅបានកន្លែងខ្លះអញ្ចឹងទៅវិញខ្លះខ្ញុំបានថតអញ្ចឹងទៅពេលកន្លែងខ្លះមិនបានថតអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងហើយអ្នកទាំងអស់គ្នាអាចមើលទៅរៀងវិលមុខបន្តិចហើយអ្នកទាំងគ្នាប៉ុន្តែអ្នកទាំងគ្នាមិនអីទេដោយសារខ្ញុំបាននិយាយហើយក៏ឆ្លៀតពេលថតហើយនេះគឺជាផ្លូវដែលខ្ញុំទៅនិយាយទៅខ្ញុំជិះនឹងគឺខ្ញុំជិះតាមផ្លូវជាតិទេដោយសារតែខ្ញុំចង់ជិះកាត់ជាងឡើងផ្លូវជាតិអញ្ចឹងហើយក៏ខ្ញុំបានជិះតាមផ្លូវជាតិនិយាយទៅគឺផ្លូវនេះគឺគេរៀបចំស្អាតបាតហើយអ្នកទាំងអស់គ្នាគឺវាអត់មានអីទេហើយអ្នកទាំងអស់គ្នាមើលរៀងញ័រដោយសារតែខ្ញុំវាកាន់ដៃម្ខាងអញ្ចឹងទៅវាពិបាកហើយនេះគឺជាសាលាដែលខ្ញុំបានរៀនហ្នឹងគឺសាលាអ្នកខ្លះអ្នកទាំងអស់គ្នាអ្នកខ្លះក៏គាត់ដឹងអ្នកខ្លះទៀតទៅគាត់ដឹងទេហើយនេះគឺខ្ញុំជិះចូលនិយាយទៅគឺខាងក្នុងគឺវាធំដែរអ្នកទាំងអស់គ្នាមិនមែនតូចទេណាគឺខ្ញុំបានថតសាលានឹងម្ដងដែរអ្នកទាំងអស់គ្នាប៉ុន្តែអាសាតែខ្ញុំទៅហើយគឺខ្ញុំថតទៀតទៅហើយនេះគឺតាមផ្លូវអ្នកទាំងអស់គ្នាហើយមានគ្រូមានសិស្សមានអីគេទៅរៀបចំបោសសម្អាតពលកម្មនឹងអ្នកទាំងគ្នាព្រោះអីថ្ងៃទី1ហ្នឹងគឺជាថ្ងៃបើកប្រវេសនកាយអញ្ចឹងទៅគេក៏រៀបចំសម្អាតទីធ្លាធ្វើឲ្យវាស្អាតបានអ្នកទាំងគ្នាហើយថ្នាក់ខ្ញុំរៀនហ្នឹងមិនមែននៅនឹងទេណោះគឺនៅជ្រៅទៀតដោយសារតែនេះថ្នាក់ខាងគ្រីផ្សេងហើយនេះគឺខ្ញុំទៅដល់និយាយទៅខ្ញុំស្មានតែគេរៀបចំសម្អាតរួចអស់ហើយប៉ុន្តែទៅគេបន្តសម្អាតតែខ្ញុំក៏ឆ្លៀតពេលជួយសម្អាតគេបោសតិចតួចនិយាយទៅខ្ញុំបានសើសម្អាតខ្លាំងណាស់ទេដោយសារតែមានសិស្សប្អូនហើយជាមួយសិស្សច្បងដែរហើយអញ្ចឹងហើយគឺខ្ញុំក៏បានសើសម្អាតហើយពេលខ្ញុំទៅដកលុយហើយក៏ខ្ញុំក៏ឆ្លៀតពេលទៅទិញស្បែកជើងទិញសម្ភារៈអីប្រើប្រាស់ទិញទួយអ្នកនរគ្នាសារតែយើងចូលរៀនអញ្ចឹងហើយយើងត្រូវការសម្ភារៈខ្លះដើម្បីប្រើប្រាស់ក្នុងការរៀនសូត្រហ្នឹងអ្នកនរគ្នាហើយនេះគឺជាផ្សារដែលខ្ញុំទៅនិយាយទៅផ្សារហ្នឹងគឺខ្ញុំថតបានពី3ដងអ្នកនរគ្នាប៉ុន្តែសារតែខ្ញុំទៅម្សាទៀតអញ្ចឹងទៅគឺខ្ញុំក៏បានថតម្សាទៀតទៅហើយនិយាយមែនអ្នកនរគ្នាមើលទៅដោយសារតែខ្ញុំអត់សូវហ៊ានថតប្រហែលទេដោយសារតែខ្លាចប៉ះពាល់ដល់គេអញ្ចឹងហើយក៏បានខ្ញុំថតរឿងញ៉ៃតិចហើយនិយាយទៅខ្ញុំដើររកស្បែកជើងនោះគឺរកស្បែកជើងប៉ាត់តាដោយសារតែខ្ញុំឆ្លាញ់ខ្ញុំគឺគេតម្លៃប៉ាត់តាអញ្ចឹងហើយក៏ខ្ញុំរកនិយាយទៅមានពី3តបដែរអ្នកនរគ្នាប៉ុន្តែខ្ញុំមើលអត់ទាន់ត្រូវចិត្តអញ្ចឹងហើយក៏ខ្ញុំក៏រកកន្លែងផ្សេងទៅហើយខ្ញុំរកបានកន្លែងហើយក៏ខ្ញុំក៏ឆ្លៀតពេលសួរគេហើយនេះគឺកន្លែងគេលក់ស្បែកជើងដែលខ្ញុំធ្លាប់ទិញគេពីមុនមកស្បែកជើងមុនណានិយាយទៅខ្ញុំស្គាល់គាត់2ដងជាងហើយការមុនម្ដងហើយឥឡូវនេះម្ដងទៀតហើយក៏ខ្ញុំសួរគេតម្លៃនេះនោះនិយាយទៅគឺថាស្បែកជើងគឺគាត់មានលក់ច្រើននេះនិយាយទៅខ្ញុំស្រឡាញ់មែនទេស្បែកជើងមួយនឹងប៉ុន្តែសារតែវារៀងតូចតែខ្ញុំពិចារណាគឺខ្ញុំមើលទៅដូចអត់ចូលចិត្តខ្ញុំចូលចិត្តអាមួយនោះវិញដោយសារតែនេះវាវែងពេកអញ្ចឹងទៅខ្ញុំអត់ចូលចិត្តអញ្ចឹងហើយក៏គិតយកកន្លែងនិយាយទៅគឺយកអានឹងដៃដែលខ្ញុំយកទៅដែរហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់